លើកទី1ធ្វើបាញ់ត្រាំងអស់4000រៀលចង់ដឹងហាជោគជ័យឬក៏បរាជ័យមកមើលទាំងអស់គ្នាទាំងអស់នេះគឺជាគ្រឿងក្រៅរបស់ខ្ញុំសម្រាប់ការធ្វើបាញ់ត្រាំងហើយសម្រាប់បាញ់ត្រាំងនេះខ្ញុំទិញតែបាញ់ត្រាំងហើយនឹងពងទាក្រួយទេខុសពីនឹងអីផ្សេងៗគឺខ្ញុំមាននៅក្នុងផ្ទះហើយសម្រាប់គ្រឿងក្រៅគឺខ្ញុំដាក់ទៅតាមចំណង់ចំណូលចិត្តរបស់ខ្ញុំហើយខ្ញុំមានទឹកប្រេងម្ទេសអីទេអញ្ចឹងខ្ញុំប្រើរបៀបដូចបោះការ៉េនេះជាដំបូងយើងយកបាញ់ត្រាំងហ្នឹងមកហាន់ជាដុំទូចៗមកហើយសម្រាប់បាញ់ត្រាំងរបស់ខ្ញុំគឺខ្ញុំហាន់ប៉ិនតម្រឹមមាត់របស់ខ្លួនឯងហ្មងអញ្ចឹងអ្នកនរគ្នាខ្ញុំហាន់ធំពេកពិបាកហូបខ្លាំងណាស់ចាបន្ទាប់ពីហាន់បាញ់ត្រាំងរួចខ្ញុំចាប់ផ្ដើមយកខ្ទឹមបំពងហើយខ្ទឹមបំពងខ្ញុំដាក់ច្រើនមែនទែនដោយសារយើងចូលចិត្តណាហើយបន្ទាប់មកយកទឹកសោសបោះការ៉េនេះយកមករងាស់ហើយថែមទឹកបន្តិចបន្តួចដែរទៅរងាស់តទៅវាដាច់ទឹកហ្មងអ្នកទាំងនេះឃើញខាប់បែកបែបនេះបន្តមកទៀតខ្ញុំចាប់ផ្ដើមយកគ្រឿងក្រៅទាំងអស់ហ្នឹងលាយបញ្ចូលគ្នាជាមួយនឹងបាញ់ត្រាំងរបស់យើងហើយសម្រាប់រសជាតិប្រៃផ្អែមអីហ្នឹងខ្ញុំដាក់ល្មមសមរម្យដែរទេហើយមានរួចដាក់ម្ទេសតិចតួចដែរអញ្ចឹងអ្នកទាំងអស់គ្នានេះសម្រាប់រសជាតិគឺទៅតាមចំណង់ចំណូលចិត្តទេបន្ទាប់ពីច្បល់រួចរាល់ហើយខ្ញុំចាប់ផ្ដើមយកវាទៅចៀនម្ដងទៀតដើម្បីឲ្យស្រួយអញ្ចឹងណាស្របជាមួយគ្នានេះដែរដើម្បីញ៉ាំបរិយាកាសនៃការញ៉ាំបាញ់ត្រាំងឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ខ្ញុំក៏មិនភ្លេចជាមួយនឹងទឹកភេសជ្ជៈអូហាណាគឺថ្ងៃនេះខ្ញុំជ្រើសរើសញ៉ាំជាមួយនឹងទឹកត្រឡាចអញ្ចឹងអ្នកទាំងអស់គ្នាហើយរសជាតិឈ្ងុយឆ្ងាញ់មែនតែនធានាបានទាំងគុណភាពរសជាតិស្តង់ដារនិងអនាម័យខ្ពស់មែនតែនហើយសម្រាប់ភេសជ្ជៈនេះផ្ទាល់ក៏មានរហូតដល់3រសជាតិផ្សេងៗទៀតដែរមិនដែរពុកម៉ែបងប្អូនបាញ់ត្រាំងរបស់ខ្ញុំថ្ងៃនេះអូខេឥឡូវដល់ម៉ោងញ៉ាំបាញ់ត្រាំងជុំគ្នាហើយណា